លើកឡើងថាកងទ័ពថៃនៅឈរជើងនឹងកាន់កាប់ជ្រៅច្រើនកន្លែងក្នុងទឹកដីកម្ពុជាមិនមែនត្រឹមតែជាសារធម្មតាមួយប៉ុណ្ណោះទេក៏ប៉ុន្តែកំពុងคล้ายទៅជាប្រធានបទអន្តរជាតិដែលផ្ទុះក៏ក្រើកលើសារព័ត៌មានពិភពលោកជាង20ស្ថាប័នក្នុងថ្ងៃតែមួយបន្ទាប់ពីការចេញផ្សាយដោយ Reuters នៅរដ្ឋធានី Washington សហរដ្ឋអាមេរិកកាលពីថ្ងៃទី18ខែកុម្ភៈម្សិលមិញអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺសារព័ត៌មានធំស្ទើរតែពីគ្រប់ជ្រុងនៃពិភពលោកដូចជាទូរទស្សន៍ Qatar Al Jazeera Channel News Asia និង The Straits Times របស់សិង្ហបុរីកាសែតជប៉ុន The Japan Times First Post និង Wire របស់ឥណ្ឌាបានជ្រើសយកចំណុចក្តៅដូចគ្នាមកផ្សាយគឺការលើកឡើងរបស់នាយករដ្ឋមន្ត្រីខ្មែរដែលថាទ័ពថៃកំពុងបន្តកាន់កាប់ជ្រៅក្នុងទឹកដីកម្ពុជាច្រើនកន្លែងចំណែកភ្នាក់ងារព័ត៌មានម៉ាឡេស៊ីដូចជា Malay Mail Free Malaysia Today និង The Sun ក៏បានរាយការណ៍ស្របគ្នាថាបទឈប់បាញ់នៅតែផុយស្រួយនិងស្ថានភាពព្រំដែនមិនទាន់ដោះស្រាយច្បាស់លាស់នេះបង្ហាញថាវាមិនមែនត្រឹមតែជាព័ត៌មានព្រំដែនទេក៏ប៉ុន្តែជាសញ្ញាថាជំនួសកម្ពុជាថៃអាចបន្តបង្កអស្ថិរភាពតំបន់បើមិនមានដំណោះស្រាយបច្ចេកទេសលើការកំណត់ព្រំដែនជាក់ស្ដែង Reuters បានរាយការណ៍ថានេះគឺជាបទសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបន្ទាប់ពីចំនួនព្រំដែនជាមួយថៃផ្ទុះឡើងហើយការដែលបទសម្ភាសន៍នេះត្រូវបានធ្វើឡើងនៅរដ្ឋធានី Washington បានធ្វើឲ្យសារនយោបាយមានទម្ងន់ជាអន្តរជាតិកាន់តែខ្លាំងពលគឺជាសារនយោបាយដែលផ្ញើទៅសហគមន៍អន្តរជាតិមិនមែនត្រឹមតែជាសារក្នុងស្រុកនោះទេការផ្សាយយ៉ាងទូលាយបានពង្រីកទៅដល់បណ្ដាញផ្សព្វផ្សាយអាមេរិកនិងអឺរ៉ុបផងដែរ US News និងបណ្ដាញចែកចាយព័ត៌មានសកល MSN បានយកសម្ភាសន៍នេះទៅផ្សាយបន្តខណៈដែល Modern Diplomacy របស់អឺរ៉ុបបានសង្កត់ធ្ងន់ទៅលើអធិបតេយ្យភាពនិងទំនាក់ទំនងក្នុងតំបន់អ្វីដែលធ្វើឲ្យព័ត៌មាននេះមានអត្ថន័យកាន់តែជ្រៅគឺសារព័ត៌មានអន្តរជាតិភាគច្រើនបានភ្ជាប់សម្ភាសន៍នេះជាមួយនឹងបរិបទភូមិសាស្ត្រនយោបាយដោយរំលឹកពីទំនាក់ទំនងកម្ពុជាជាមួយអាមេរិកនិងចិនព្រមទាំងទូនាទីរបស់អាមេរិកក្នុងការសម្របសម្រួលបទឈប់បាញ់ទោះយ៉ាងណាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោកកិនភៀបានលើកឡើងថាមកដល់ម៉ោងនេះមិនទាន់មានប្រទេសណាមួយថ្លែងការជាផ្លូវការថាថៃឈ្លានពានកម្ពុជានៅឡើយទេដោយគេគ្រាន់តែចាត់ទុកថាជាការប៉ះទង្គិចគ្នាប្រដាប់អាវុធតែប៉ុណ្ណោះដំណើររបស់កម្ពុជាក្នុងការទាមទារទឹកដីត្រឡប់មកវិញនៅវែងឆ្ងាយដូច្នេះលោកព្រមានថាកុំទាន់មាន